នៅលើលោកនេះគ្មានការងារណាដែលមិននឿយហត់នោះទេហើយក៏គ្មានទំនាក់ទំនងណាដែលមិនមានភាពស្មុគស្មាញដែរនេះជាការពិតដែលយើងម្នាក់ត្រូវតែទទួលស្គាល់ជីវិតតែងតែបោះបង់នៅបញ្ហាប្រឈមមកលើផ្លូវរបស់យើងប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺមិនថាពេលនេះជីវិតរបស់អ្នកកំពុងតែជួបប្រទះអ្វីក៏ដោយសូមរៀបចំចិត្តគំនិតឲ្យបានល្អប្រមូលស្មារតីឲ្យបានមាំហើយបន្តបោះជំហានទៅមុខដោយតស៊ូនិងខិតខំប្រឹងប្រែងខ្ញុំដឹងច្បាស់ថាផ្លូវដែលអ្នកកំពុងដើរពិតជាពិបាកហើយការតស៊ូរបស់អ្នកពិតជាធំធេងណាស់អ្នកប្រហែលជាធ្លាប់ជួបមនុស្សដែលមិនពេញចិត្តអ្នករិះគន់អ្នកឬមើលងាយអ្នកប៉ុន្តែទន្ទឹមគ្នានោះក៏មានមនុស្សជាច្រើនទៀតដែលយល់ថាអ្នកល្អគ្រប់យ៉ាងនៅក្នុងក្រសែភ្នែកពួកគេសូមចាំថាមនុស្សដែលស្រឡាញ់អ្នកពួកគេនឹងស្រឡាញ់អ្នកដោយឯកឯងដោយធម្មជាតិនិងមិនទាមទារអ្វីទាំងអស់ចំណែកមនុស្សដែលមិនស្រឡាញ់អ្នកវិញទោះបីអ្នកខំប្រឹងធ្វើអ្វីដើម្បីផ្គាប់ចិត្តគេប៉ុណ្ណាក៏នៅតែខុសនៅក្នុងក្រសែភ្នែកពួកគេដដែល